បាទសួស្តីប្រិមិត្តបាទសុវណ្ណារិទ្ធខ្ញុំហាក់មានសង្ឃឹមបន្តិចវិញសង្ឃឹមថាមេដឹកនាំយល់បានដើម្បីកុំឲ្យជាតិយើងលិចលង់ជាថ្មីខ្ញុំអត់ដឹងទេក្មួយអើយខ្ញុំគ្រាន់តែនិយាយអំពីអ្វីដែលខ្ញុំគិតគ្រាន់តែបញ្ចេញមតិទេរឿងមេដឹកនាំខ្ញុំគ្មានអធិបុលទៅលើគាត់ទេហើយខ្ញុំនិយាយគ្រាន់តែបានប៉ុណ្ណេះទេការបញ្ចេញមតិរបស់ខ្ញុំនឹងគ្រាន់តែបានคล้ายទៅជាគេហៅថាផ្នែកមួយនៃព័ត៌មានទៅទោះបីរាជការគាត់ថាខ្ញុំរិះគន់លើគាត់ទោះបីរាជការគាត់ថាខ្ញុំរិះគន់គាត់ក៏ដោយបាទទោះបីរាជការគាត់ថាខ្ញុំរិះគន់គាត់ក៏ដោយក៏ខ្ញុំអត់ដែលចង់ឲ្យគាត់ដួលរលំទេខ្ញុំអត់ចង់ឲ្យគាត់ដួលរលំខ្ញុំអត់ធ្វើនយោបាយខ្ញុំអត់មានប្រឆាំងអីគាត់ទេតែខ្ញុំគ្រាន់តែចេញមតិត្រង់អំពីអ្វីដែលគាត់បានធ្វើមកផលចេញមកយ៉ាងម៉េចចង់គាត់អួតអាងថាត្រូវអួតអាងថាវាខ្ញុំដូរអាវសិនអាវនេះរៀងរលុងបន្តិចបាទខ្ញុំពាក់នៅផ្ទះទៅវាស្រួលកុំខានតាមឲ្យតានិយាយសូវនិយាយអីយប់ឡើងស្រែកលោឡាឲ្យទេបាទឯងតាអាវរៀងចង្អៀតបន្តិចគាត់ណាត្រូវខ្លួនខ្ញុំហ្នឹងក៏ដកដង្ហើមសឹងតែមិនរួចតលតែពាក់លងតែអានេះពាក់ទៅឃើញតែល្មមអញ្ចឹងមិនប៉ុន្តែវាមិនស្រួលខ្លួនទេមនុស្សចាស់ហើយបាទអញ្ចឹងអ្វីដែលខ្ញុំបញ្ចេញមតិនេះខ្ញុំមិនដឹងថាយ៉ាងម៉េចទេវិញអត់ទាន់សម្រាប់ទេកូនកូបែបាទចៅវារំខានអត់វេទៅក៏អបសក់មិនវេទៅវារំខានវាចង់បាននេះបាននោះដែរណាកូនក្មេងឆ្កែបាទខ្ញុំសម្រាប់ពីក្បាលប្រលុកទៅទឹមក្រោកបាទរឿងប្រទេសកម្ពុជាយើងខ្ញុំដាក់អត្ថបទនៅក្នុងនេតិនេះថាលោកហ៊ុនសែនត្រូវដោះដូររវាងចិននិងអាមេរិកបាទកាលពីម្សិលមិញខ្ញុំបាននិយាយពីរឿងអស់នឹងហើយបាទwinter coming when I have congestion ណាអញ្ចឹងខ្ញុំបាននិយាយម្សិលមិញហើយថាអាមេរិកក៏ដូចជាប្រទេសនានានៅពេលដែលគេអន្តរាគមន៍ក្នុងរឿងទំនាស់កម្ពុជាថៃឡង់នេះហើយបើសិនណាជាដំណើរទៅមុខវាមានភាពតាក់ទងគ្នារវាងកម្ពុជានិងអាមេរិកក៏អាមេរិកមិនមែនត្រូវការអរគុណទេគឺត្រូវការទំនាក់ទំនងទ្វេភាគីអាមេរិកកម្ពុជាដែលនិយាយឲ្យស្រួលស្ដាប់គឺដោះដូរគ្នាអីមួយហើយការដោះដូរគ្នាស្អីមួយនេះការដោះដូរគ្នាអីមួយនេះគឺត្រូវតែដោះដូរមិនដោះដូរគ្មានអ្នកណាមកជួយអន្តរាគមន៍យើងទេខ្ញុំនិយាយពីម្សិលមិញហើយដូច្នេះការដោះដូរដែលអាមេរិកកំពុងតែកលេចមើលប្រទេសកម្ពុជាគឺរ៉ែថាតើកម្ពុជាមានរ៉ែទេរយៈកាលកន្លងមកសម្បត្តិរបស់ប្រទេសកម្ពុជាបានលក់ដូរដាក់លុយក្នុងកប៉ៅអស់ច្រើនក្រែឡើយមានន័យថាទ្រព្យសម្បត្តិរបស់ប្រទេសកម្ពុជាបានត្រូវកាប់គាស់លក់ដូរយកជាប្រយោជន៍ដាក់ហៅប៉ៅរៀងខ្លួនអស់ក្រាស់ក្រែលហើយ
តែប្រទេសមួយវាមិនអស់ទាំងស្រុងនោះទេវានៅសល់អញ្ចឹងអ្វីដែលអាមេរិកត្រូវការមិនត្រូវការពីអរគុណទេគឺត្រូវការផលប្រយោជន៍បើបងប្អូនខ្មែរណានឹកឃើញថាអាមេរិកវាជាប់ចម្ពាក់គុណបងប្អូនហើយវាត្រូវជួយបងប្អូនអាហ្នឹងបងប្អូនដេកយកសពទៀតទៅចំណែកខ្ញុំចេមសពអត់មាននិយាយពីរឿងអាមេរិកចម្ពាក់គុណបងប្អូនទេគឺអាមេរិកធ្វើគុណអ្វីមួយចំពោះបងប្អូនត្រូវតែសងគុណវិញវៀតណាមធ្វើអ្វីមួយចំពោះបងប្អូនត្រូវតែសងគុណវិញចិនធ្វើអ្វីមួយចំពោះបងប្អូនត្រូវតែសងគុណវិញហើយនៅក្នុងទីនេះមេដឹកនាំកម្ពុជាគឺលោកហ៊ុនសែនមិននិយាយលោកហ៊ុនម៉ាណែតទេពីព្រោះគាត់អត់មានអំណាចគាត់គ្រាន់តែដើរតាមឪពុកគាត់អញ្ចឹងឪពុកគាត់គឺជាក្បាលម៉ាស៊ីនធំដែលត្រូវតែដោះដូរជាមួយនឹងសហរដ្ឋអាមេរិកហើយការដោះដូរហ្នឹងគឺផលប្រយោជន៍របស់ប្រទេសកម្ពុជាចំពោះអាមេរិកទើបអាមេរិកផ្ដល់ផលប្រយោជន៍ឲ្យលោកហ៊ុនសែនជានរណាជាស្ដេចអំណាចនៅកម្ពុជាឥតដីនៃប្រទេសកម្ពុជាគឺរបស់ហ៊ុនសែនចង់ហ៊ុនសែននិយាយថារបស់ប្រជាជនក៏ដោយក៏ត្រូវស្គាល់ការពិតថារបស់ហ៊ុនសែនចង់ធ្វើអីស្រេចតែហ៊ុនសែនគ្មានអ្នកណាមានអំណាចជាងហ៊ុនសែនទេរួមទាំងស្ដេចផែនដីផងអញ្ចឹងខ្ញុំនិយាយចំហ៊ុនសែនត្រូវដោះដូរជាមួយអាមេរិកបើហ៊ុនសែនកលិចជាមួយអាមេរិកអត់ធ្វើអីទេតែនៅពេលអាមេរិកមិនចូលចិត្តអាមេរិកឲ្យមនុស្សដែលនៅក្នុងតំបន់ហ្នឹងដាក់គំនាបឬដាក់សម្ពាធឬប្រើពាក្យស្រួលមែនទែនគឺធាក់អានោះភាសាអង់គ្លេសគេហៅថា leverage សម្ដីខ្ញុំមនុស្សចូលស្ដាប់អត់បានទេមនុស្សល្វើល្វាយស្ដាប់អត់បានទេសម្ដីខ្ញុំឲ្យមនុស្សធ្វើការងារសាច់ការគិតគូរអំពីនយោបាយសេដ្ឋកិច្ចសង្គមអានឹងបានស្ដាប់បានអញ្ចឹងអ្វីដែលគេប្រើនេះគេហៅ leverage គឺជាឧបករណ៍ដែលគេជួយសម្រួលឬក៏គេដាក់សម្ពាធទៅលើអ្វីមួយវាជា leverage បើនិយាយជានយោបាយនៅផ្ទៃក្នុងគេហៅថាដោះដូររបស់ដែលគេយកមកដោះដូរគ្នាដូចចិនសន្យាទិញសណ្ដែកសៀងអាមេរិកបើសន្យាទិញសណ្ដែកសៀងអាមេរិកបញ្ចុះពន្ធ 10% ឲ្យបើស៊ីជីនពីងវិលទៅបៃជីងវិញហើយដំណើរទិញសណ្ដែកសៀងមិនគ្រប់ចំនួនសន្យាឆ្នាំក្រោយត្រូវបន្ថែមទិញលើសដើម្បីមកប៉ះបើនឹងឆ្នាំនេះបើកំណត់ថាប្រមាណលានតោនគឺត្រូវសន្យាទិញបើឆ្នាំទី2ធ្វើកាច់កលមិនទិញគឺអាមេរិកត្រូវយកស្អីមួយណាទៅគៀបសង្កត់ចិនហើយនៅពេលដែលគៀបសង្កត់គ្នាទៅវិញទៅមកក៏គេធ្វើការចរចាទៀតដែរណាគេចរចាទៀតដែរចរចាទៅព្រមគេដកមកគេអនុវត្តទៅគេឃើញថាចិនបានប្រព្រឹត្តដោយកិច្ចសន្យាអាមេរិកក៏ប្រព្រឹត្តដោយកិច្ចសន្យាបើអាមេរិកនឹងប្រព្រឹត្តមិនដោយកិច្ចសន្យាចិនក៏ផ្លាស់ប្ដូរការធ្វើការរបស់ខ្លួនដើម្បីគៀបអាមេរិកវិញឲ្យអាមេរិកចរចាទៀតអញ្ចឹងចរចាសន្យាអនុវត្តតាមដានតវ៉ាចរចាសន្យាអនុវត្តវិលទៅវិលមកនៅពេលដែលគេចរចាគ្នាគេប្រើរបស់មួយហៅថា leverage គឺជាវិធីដោះដូរចុះរវាងថៃនិងកម្ពុជាអន់ណាស់ដែលប្រើពាក្យថាសន្លឹកបៀមនុស្សដែលនិយាយថាសន្លឹកបៀគឺជាមនុស្សអន់ណាស់អន់ពីព្រោះអត់ដឹងថាស្អីទេសន្លឹកបៀនោះគាត់និយាយអានឹងពួកលបែងស៊ីសងតាមចានថ្នល់ទេ
chẳng à sẵn lắc bia là dương như vậy nữa à nó nghe cái hay leverage cứ chia vật thọ đọt đổ hay vật thọ đọt đổ nè cứ sẵn giá thơ bà mình bánh chất nâng thơ tết bằng dịp bể bà bằng dịp bể tới mà khang tiết cái khơi cái kịp cái rô rương châu tóc cho cha mình bà trắng xâm rác và tôi là thơ tam cách sẵn giá hãy sẽ đấy smart trăng ấp tiền tốt để kháng thay chúng cá men sẽ đây smart trăng chúng cá ấp men sẽ đây smart trăng kháng Campuchia lục hôn sáng chúng cá men sẽ đây smart trăng chúng cá ấp sẽ đây smart trăng phép cờ lách này sẽ cam mà phép thấy nên Campuchia có với mình khó khăn bị phép cờ lách này American nên chẳng có với mình khó khăn bị phép cờ lách này Russia Putin nên Donald Trump American có với mình khó khăn phép cờ lách rồi viên Ukraine nên Russia có với mình khó khăn bị phép cờ lách rồi viên xã phép Europe nên America biệt thà cờ lách nâng nơiក្នុងnày ní nơiក្នុងនៃការដោះដូរគ្នានេះគេអត់គិតថាវាជាអំពើអាក្រក់ទេគេអត់គិតថាវាជាអំពើអាក្រក់ទេគេគិតថាវាជាស្នៀតវាជាឧបករណ៍នៃការដាក់លក្ខខណ្ឌគ្នាហៅថា leverage អញ្ចឹងមិនមែនលបែងទេគឺគេគិតទៅវិញទៅមកដើម្បីនឹងរកវិធីបានអនុវត្តដូច្នេះថ្ងៃនេះទី16ខែវិច្ឆិកាឆ្នាំ2025ម្សិលមិញណាអាមេរិកកាំងផ្ទះកំភ្លៀងថៃដោយដាច់ការចរចាមីកថាធីសវណ្ណថា website ព័ត៌មានអត់ពិតវាបោកប្រាស់គ្នាវាប៉ុន្តែនៅក្នុងសង្គមបោកប្រាស់ហ្នឹងហើយបានជាកថាអស់ហ្នឹងវាតោះតែងគ្នាអាផែងវណ្ណៈក៏បោកប្រាស់មីកថាថាក៏បោកប្រាស់អាកថាណាក់ក៏បោកប្រាស់មីកថាថាម្សិលមិញផ្សាយ live show 2កថាថាវានិយាយបោកខ្មែរវានិយាយបោកខ្មែរមនុស្សចូលមើលវាសិតតែមនុស្សចាញ់បោកមីកថាថានិយាយរឿងមួយថាអាមេរិកកាំងបញ្ឈប់ចរចាហើយដាក់ទណ្ឌកម្មពន្ធគយលើថៃឡង់មីកថាហ្នឹងវានិយាយចឹងមីកថាហ្នឹងនិយាយចឹងបពពួកដែលមកមើលវាហ្នឹងក៏ឈួតលងទៅតាម fake news ហ្នឹងមីកថាហ្នឹងប្រហែលជាអត់ចេះច្បាស់លាស់ទេថៃក៏មិនចេះអង់គ្លេសក៏មិនចេះវាចេះតែលើករឿងហ្នឹងមកប្រឌិតវាលឺសូឡាលៀងវានិយាយបាទអញ្ចឹងហើយបានជាអាកថាណាក់ហ្នឹងចង់ឲ្យវាទៅកែសម្ផស្សនៅព្រៃសរព្រោះអាខ្នាក់វាចង់ត្រួតមីកថាថាអាហ្នឹងអញ្ចឹងអាហ្នឹងរឿងដែលវាមានអញ្ចឹងប៉ុន្តែខ្ញុំអត់ចាប់អារម្មណ៍ទេរឿងពួកពេលអស់ហ្នឹងអ្វីដែលខ្ញុំចាប់អារម្មណ៍ជាងគេថាខ្មែរយើងនៅមានច្រើនណាស់ដែលកំពុងតែចាញ់ភូតគេណាវាចាញ់ភូតគេមុខមីកថាថាហ្នឹងបោកបានណាអញ្ចឹងត្រូវដឹងតែមីកថាថាហ្នឹងម្សិលមិញពីព្រឹកមិញមកហ្នឹងចូលម្សិលមិញព្រឹកមិញហ្នឹងវាផ្សាយ2តែជារបស់ភូតទី1ហើយសួរថាខ្ញុំទៅតាមមើលវាទេអត់ទេខ្ញុំអត់បានស្ដាប់វានិយាយទេតែខ្ញុំឃើញអាចំណាវាសរសេរវាភូតទេបើមនុស្សរាប់ពាន់នាក់ទៅមើលវាធ្វើម៉េចអាហ្នឹងហើយជាត្រនិចចង្អុលថាសង្គមយើងវាពោពេញទៅដោយការភូតកុហកណាសង្គមយើងវាពោពេញទៅដោយការភូតកុហកអញ្ចឹងមីកថានោះវានិយាយរឿងមួយវាថាអាមេរិកកាំងឈប់និយាយគ្នារឿងពន្ធដារហើយដាក់ពន្ធដារលើថៃអាមេរិកកាំងអត់បានដាក់ទេពន្ធដារនៅ 19% នៅមីកថានោះវាបង្រីករឿងហ្នឹងឡើងណាហើយបើមេវាស្ដាប់ឮមេវាបដ ாய் ឲ្យអា fake news ហ្នឹងចាញ់ទៅចង់ឲ្យត្រំដោយក៏វាមិនចាប់ដែរអារឿងថៃខ្មែរនេះអារឿងថៃកម្ពុជានេះវាមិនចេះចាប់ទេពីព្រោះឲ្យតែវាខូចដូចគ្នាអាមនុស្សខូចដូចគ្នាទាំងសងខាងវាមិនដែលចាប់ទេវាងុំថាអស់ខ្លាំងហើយដូណាល់ត្រាំដាច់អាណត្តិវាសំពងហ៊ុនសែនទៀតហើយគំនុំគុំគួននៅតែមានទៀតពីព្រោះអី
vì pro nơi khang lô hôn sáng có phải cái thảo chấm này nơi khang thái nó về pra cái thảo bảo vệ này việc to té hôn sáng chụp pra cái thảo chẳng hay bạn cầm lướt mình cái thao tha nó bao nhiêu gìทำให้cái thao tha nó về chỉ favorite របស់ហ៊ុនសែនពេញចិត្តវាណាពេញចិត្តវាណាទោះបីថាឥឡូវហ្នឹងវាគេដកវាកវត្តចោលពីកិច្ចការក៏ក៏នៅតែយកវាដែរក៏នៅតែយកវាដែរនៅតែយកវាដែរបានជាអកថាណៈហ្នឹងខំប្រឹងណាខំប្រឹងចោលប្រកាន់ដើម្បីឲ្យវាបានទៅព្រៃសរបានទេអាហ្នឹងរឿងអញ្ចឹងប៉ុន្តែខ្ញុំបើនិយាយតាមពុទ្ធសាសនាមានកថាថានឹងបានផលនឹងបានទទួលនៅផលដែលចេញពីអំពើបាបរបស់វាព្រោះវាប្រព្រឹត្តអំពើបាបច្រើនណាវាប្រព្រឹត្តអំពើបាបច្រើនណាហើយអំពើបាបវាបោកភូតខ្មែរលុយកាក់អីសពគ្រប់លុយកាក់ទឹកចិត្តអីសពគ្រប់អញ្ចឹងខ្ញុំនឹកឃើញថាអំពើបាបនឹងចេញផលគង់តែចេញផលវាធ្វើយ៉ាងម៉េចដល់គង់ចេញផលប៉ុន្តែគ្រាន់តែមិនងាយចេញផលណាពីព្រោះហ៊ុនសែននៅតែប្រើរបៀបកថាអញ្ចឹងអាហ្នឹងខ្ញុំចង់អុលបង្ហាញទី1អាមេរិកវាឈប់ចរចាជាមួយថៃប៉ុន្តែវាអត់មានដាក់ទណ្ឌកម្មពន្ធគយលើថៃថែមទៀតទេ 19% ដូចគ្នាកម្ពុជាក៏ 19% អាថៃនៅ 19% ការចរចារបស់ថៃគឺព្យាយាមរកការចរចាដំណាក់កាលទី3ឆ្ពោះទៅកាន់ការកាត់បន្ថយពន្ធគយអាហ្នឹងចឹងទេណាស្រុកថៃវាញ៉ៃយ៉ាងម៉េចក៏ដោយវាមានសេរីភាពក្នុងការផ្ដល់ព័ត៌មានចំណែកឯទី2មានកថាវាភូតទៀតវាភូតថាប្រជាជនថៃខឹងសម្បានឹងអាមេរិកសម្បាណាហើយចង់ច្បាំងជាមួយអាមេរិកនេះគឺជាព័ត៌មាន fake news ដែលមានកថាផ្សាយណាអាកថាណាអត់និយាយទេបន្តាមពិត fake ហើយភ្នែកលោកហ៊ុនសែនតាជាលោកហ៊ុនសែនក៏ខឹកលឺបើហ៊ុនសែនបដ ாய் ឲ្យកថាកុហកប្រជាជនខ្មែរហ៊ុនសែនក៏មិនសក់ពីព្រោះថៃក៏វាចំណាំទុកអញ្ចឹងស្អីស៊ីសងគ្នា1000ឆ្នាំក៏វាមិនបាត់ដែរអាគំនុំហ្នឹងវាទាល់តែមនុស្សហ្នឹងចូលរណ្ដៅរៀងខ្លួនបើនៅតែប្រព្រឹត្តអំពើកខ្វក់ដាក់គ្នាពីព្រោះក្នុងឆាកនយោបាយគេធ្វើអំពើអាក្រក់តែម្ដងម្កាលទេនៅពេលដែលគេដោះស្រាយនយោបាយគេបញ្ញាប់ដោះស្រាយហើយគេរាវរកចៃរភាពរបស់វាដើម្បីកសាងអញ្ចឹងគេប្រើ leverage តោះនេះខ្មែរយើងចូលចិត្តនិយាយរឿងស្លាកបៀអីតាណាស្លាកបៀគឺអត់ចេះគិតទេ leverage គឺជារបៀបដែលគេយកទៅដោះដូរគ្នាដោយយុទ្ធសាស្ត្រអាហ្នឹងអញ្ចឹងហ្នឹងមានកថាហ្នឹងកំពុងតែបំពុលហើយនឹងបំភូតសាធារណជនខ្មែរពីរដងពីម្សិលមិញមកនេះវាអត់មានព័ត៌មានអីត្រឹមត្រូវទេវាបំភូតនេះយើងអនុសិតតែចឹងណាអានឹងចំណុចមួយត្រឡប់មកថៃនិងកម្ពុជាវិញតាមព័ត៌មានចុងក្រោយថាលោកអាន់វ៉ាអេប្រាហាំបានសន្ទនាគ្នាចុះឡើងដូណាល់ត្រាំហ៊ុនម៉ាណែតអានុទិនចានវីរៈគុណក៏នឹងចាប់ផ្ដើមបន្តការអនុវត្តដែលរអាក់រអួលរវាងថៃនិងកម្ពុជានឹងដោយសេចក្តីប្រកាសរួមតទៅទៀតអញ្ចឹងថៃវាមានចំណុចដែលវាខាតហើយនឹងចំណុចដែលវាចំណេញខាងខ្មែរខ្ញុំដឹងតែពួកស៊ីចូលលុញពងនឹងអួតទៀតដែរអញ្ចឹងមិនបាច់និយាយទេនឹងអួតទៀតដែរពីព្រោះមិនតន់ចោលអាក្លិនអួតនឹងទេអញ្ចឹងខ្ញុំទុកឲ្យវាអួតចុះប៉ុន្តែខ្ញុំវិភាគអំពីថៃដែលវាខាតហើយនឹងវាចំណេញបើនិយាយរឿងខាតវាខាតរឿងអាមេរិកាំងបានផ្អាកការចរចាពន្ធគយជាមួយនឹងថៃឡង់ដំណាក់កាលទី3មិនមែនដូចមានកថាថាវាភូតប្រជាជនទេដំណាក់កាលទី3មានន័យថាអ្វីដែលអាមេរិកាំងបានព្រមព្រៀងជាមួយនឹងថៃឡង់ពីដំណាក់កាលទី1មកដំណាក់កាលទី2អត់មានថយក្រោយទេព្រមព្រៀងគ្នាហើយពន្ធគយតបវិញវា 19% បញ្ជីលើកលែងពន្ធគយ
បានព្រមព្រៀងហើយវត្ថុនិងតំណែងផលិតផលមួយចំនួនត្រូវបានចូលទៅក្នុងបញ្ជីលើកលែងហើយបញ្ជីលើកលែងហើយនោះគឺជាបញ្ជីដែលមិនយកពន្ធ 19% ហើយតំណែងរបស់សហរដ្ឋអាមេរិកមិនយកពន្ធតតែសោះគឺ 0% មកចូលស្រុកថៃគេព្រមព្រៀងគ្នាហើយដូច្នេះកុំល្ងីល្ងើជឿតាមការភូតភរថាអាមេរិកផ្អាកការចរចាពន្ធគយនេះគឺថៃវាខូចខាតមិនមែនទេវាខាតពេលរបស់វាឈានទៅរកដំណាក់កាលទី3ចំណែកខ្មែរយើងអារឿងពន្ធគយហ្នឹងសុនចន្ទថុលអត់មានអាប់ដេតឲ្យខ្មែរទេហ៊ុនសែនហ៊ុនម៉ាណែតអត់មាននិយាយអាប់ដេតឲ្យខ្មែររឿងពន្ធជាមួយអាមេរិកទេអត់មានទេតែខាងថៃវាเตรียมទេប្រជាជនវាเตรียมទេដឹងអញ្ចឹងមិនមែនការឈប់ចរចាណាមិនមែនការឈប់ចរចាជាមួយនឹងថៃវាធ្វើឲ្យថៃនឹងខាតឡងចង់ទាំងអស់ទេវាធ្វើឲ្យថៃខាតពេលឆ្ពោះទៅរកការចរចាដំណាក់កាលទី3អាទី1ទី2ព្រមគ្នាហើយដើម្បីឈានទៅរកដំណាក់កាលទី3វាទៅមិនរួចវាផ្អាកសិនអានឹងហើយដែលខ្ញុំនិយាយម្សិលមិញថាអាមេរិកវាតាក់កំភ្លៀងថៃចាំបានទេអញ្ចឹងវាតាក់កំភ្លៀងថៃថាវាផ្អាកការចរចាមិនមែនថៃវាខាតទេមិនមែនថាអូតំណែងវាមកអាមេរិកនឹងជាប់ផុងនឹងពន្ធអីទេគឺពន្ធនៅដដែល 19% រីឯតំណែងថៃតែចូលបញ្ជីរំលោះពន្ធបន្ថយពន្ធគឺបានចូលបញ្ជីរួចហើយចំណែកតំណែងអាមេរិកដែលចូលបញ្ជីលុបពន្ធក៏ចូលបញ្ជីលុបពន្ធរួចទៅហើយអ្វីដែលព្រមព្រៀងគ្នាពីដំណាក់កាលទី1ពីការចរចានិងទី2ពីការចរចាអត់មានថយក្រោយទេតែវាខាតពេលវេលាសម្រាប់ចូលដល់ការចរចាដំណាក់កាលទី3នឹងសូមឲ្យយល់ឲ្យច្បាស់ណាហើយពួកអាភ្លើណាដែលថាខ្ញុំខំប្រឹងបញ្យល់ខ្ញុំចង់កុំឲ្យចូលពេកខ្ញុំនិយាយឲ្យនិយាយទៀតកុំសូវចូលពេកបើចូលគួរណាស់សួរសុនចន្ទថុលថាខ្មែរដល់ណាហើយអារឿងពន្ធគយជាមួយអាមេរិកហ្នឹងវាចរចាដល់ណាហើយពីព្រោះសុនចន្ទថុលកំពុងតែបង្ហាញមេថាខ្លួនហ្នឹង doing good វាអត់ good ទេ 19% មិន good ប្រហែលទេណាគាត់តែចង់កុំឲ្យចូលពេកទេខ្ញុំនិយាយនេះទេខ្ញុំមិនខ្វល់ទេថៃវាលេលត់មិនជឿក្បាលខ្ញុំទេប៉ុន្តែខ្ញុំប្រាប់ថាកុំឲ្យចូលទៅថៃវាត្រូវមកកំភ្លៀងវាឡងចង់ពីដើមមកមិនមែនទេវាមិនបានឡងចង់ទេវាគ្រាន់តែខាតពេលវេលាក្នុងការចូលដំណាក់កាលទី3នៃការចរចាពន្ធគយដល់បានទេអាហ្នឹងអញ្ចឹងមកវគ្គទៀតតើក្រោយពីត្រូវកំភ្លៀងបោះត្រាំតើថៃវាយ៉ាងម៉េចថៃវានឹងបោះជំហានទៅមុខតាមរយៈការអនុវត្តសេចក្តីប្រកាសរួមឥឡូវមើលឃើញថាវាខាតពេលវេលាដោយសារត្រូវកំភ្លៀងរបស់អាមេរិកប៉ុន្តែយើងមើលវាតើនៅពេលដែលវាបោះជំហានអនុវត្តសេចក្តីប្រកាសរួមទៅមុខទៀតតើថៃវាបានផលអីគឺថៃវាបានផលថាកម្មវិធីដោះមីនដែលជាផែកដែលជាលក្ខខណ្ឌទី2នៃលក្ខខណ្ឌ4ក្នុងសេចក្តីប្រកាសរួមត្រូវតែធ្វើជាបន្ទាន់អញ្ចឹងទៅមើលរឿងដើមសិនតើលក្ខខណ្ឌទី1ការដកសពាវុធធ្ងន់ចេញពីព្រំដែនដល់ណាហើយការដកសពាវុធធ្ងន់ចេញពីព្រំដែនដំណាក់កាលទី1មិនបានបញ្ចប់ទាំងស្រុងទេដំណាក់កាលទី1វាមាន3ដំណាក់កាលដករកែតនិងកំជ្រួចមួយដំណាក់កាលនិងដកកំភ្លើងធំចាប់ពី105មីលីម៉ែត្រដំណាក់កាលទី2ឡើងលើនិងដំណាក់កាលទី3ដករថពេលដែកនិងរថក្រោះតែការដកសពាវុធធនធ្ងន់ដំណាក់កាលទី1បានបញ្ចប់សពគ្រប់ធ្វើការត្រួតពិនិត្យដោយ AOT បាននៅថាអត់ទាន់ទេអញ្ចឹងអានោះត្រូវបន្តទៅទៀតចុះដំណាក់កាលលក្ខខណ្ឌដោះមីនថៃវាស្នើ13តំបន់ដោះមីនខាងហ៊ុនសែនយល់ព្រម5តំបន់ដោះមីនអញ្ចឹងនៅពេលដែលអាមេរិកផ្ទះកំភ្លៀងថៃហើយអាន់វ៉ាអេប្រាហាំហ៊ុនម៉ាណែត
អនុទិនចានវិរៈគុណត្រឡប់ទៅអនុវត្តប្រកាសរួមកម្ពុជាត្រូវតែដោះមីនឲ្យលឿនដោះមីនឲ្យលឿនជាមួយថៃដោះមីនឲ្យលឿនជាមួយថៃបានសេចក្តីថាម៉េចបានសេចក្តីថាអាតំបន់13ហ្នឹងដែលបានព្រមព្រៀង5តំបន់នៅសល់8តំបន់ត្រូវតែដោះមីនឲ្យឆាប់ត្រូវតែដោះមីនឲ្យឆាប់ហើយដើម្បីដោះមីនឲ្យឆាប់មានន័យថាអាស៊ានវាចំណេញយ៉ាងម៉េចពីព្រោះខាងហ៊ុនសែនពន្យាពេលអារឿងដោះមីនហ្នឹងអញ្ចឹងដៃមួយខាងត្រូវបានអាមេរិកផ្ទះកាភ្លៀងតែមួយខាងកងទ័ពសៀមវារុលទៅមុខអូខេពីព្រោះវាដាក់លក្ខខណ្ឌវាដាក់ថាបើមិនសិនមិនឈានទៅដល់ការដោះមីនទេមានន័យថាវាមិនដឹងធ្វើម៉េចកើតទេអញ្ចឹងអាន់វ៉ាអេប្រាហាំហើយនឹងដូណាល់ត្រាំចង់ឲ្យមានដំណើរការទៅមុខវាត្រូវទៀមទាឲ្យខាងកម្ពុជានឹងពន្លឿនការដោះមីនបងប្អូនយកអញ្ជើញថ្លឹងណាយកអញ្ជើញថ្លឹងចោះថ្លឹងឡើងរហេតុផលតើសៀមវាមានខាតប្រមាណហើយសៀមវាមានចំណេញប្រមាណចំណែកកម្ពុជាខ្ញុំមិននិយាយទេព្រោះចូលស្រាប់ហើយណាព្រោះចូលស្រាប់ហើយចង់ចូលស្រាប់ហើយណាខាងកម្ពុជាទុកពេលទៅតែមានអីឲ្យអាមេរិកហើយត្រូវរៀបចំខ្លួនយ៉ាងម៉េចរវាងអាមេរិកនិងចិនអាហ្នឹងរឿងរបស់ហ៊ុនសែនទុកឲ្យគាត់នេះទៅហើយខាងកម្ពុជាខ្ញុំអត់និយាយរឿងខាតព្រោះចូលស្រាប់ហើយអូខេខ្ញុំឲ្យបងប្អូនណាដែលចាប់អារម្មណ៍ថ្លឹងមើលតើថៃវាដើរយ៉ាងម៉េចណាអាហ្នឹងឲ្យយកចិត្តទុកដាក់រឿងហ្នឹងតែបើអ្នកមិនគិតចង់ចូលមកចូលទៅវាមនុស្សចូលគេអត់មានគិតទេគេគិតតែពីរកកន្លែងអួតណាមនុស្សចូលគឺរកកន្លែងអួតចំណែកមនុស្សដែលគេគិតដើម្បីឲ្យវាយល់សាច់ការណាខ្ញុំក៏អញ្ចឹងដែរដូចនៅផលថតវិញខ្ញុំចូលទៅខ្ញុំស្ដាប់ការនិយាយគ្នាខ្ញុំដឹងថាអ្នកដែលនិយាយគ្នាហ្នឹងមិនចង់បានសាច់ការទេចង់គាត់និយាយលេងអញ្ចឹងពេលខ្លះខ្ញុំអត់និយាយទេខ្ញុំមិនចំណាយឲ្យខាតបញ្ញាខ្ញុំទៅនិយាយលេងហ្មងព្រោះខ្ញុំគិតអីខ្ញុំគិតទៅក្នុងទ្រឹស្ដីថាឲ្យអ្នកដែលខ្ញុំធ្វើ show គឺអ្នកស្ដាប់ទៅមានការយល់មិនមែនចូលណាអាហ្នឹងអញ្ចឹងអាហ្នឹងគឺជាចំណុចណាដូច្នេះថៃវាត្រូវវិលមកអនុវត្តឥឡូវនេះថ្ងៃ16ណាឥឡូវនេះថ្ងៃ16អាដកសភាវុធធនធ្ងន់ដំណាក់កាលទី1ត្រូវប្រញាប់បញ្ចប់ថ្ងៃមិញនេះមានរឿងកើតឡើងនៅប្រាសាទខ្នាដែលជាប្រាសាទតូចមួយដែលបាក់បែកនៅក្នុងព្រៃជាប្រាសាទតូចមួយដែលបាក់បែកនៅក្នុងព្រៃដែលសៀមវាថារបស់វាខ្មែរយើងមានលក្ខណៈទៅដាក់ចិណ្ដើដាក់អីឡើងទៅធ្វើស្ពានចិណ្ដើអីហ្នឹងក៏យើងចាត់ទុកថាវានៅលើដៃយើងថ្ងៃមិញមានបដិវត្តហេតុបន្តិចតែអត់បានបាញ់គ្នាទេនៅនឹងប្រាសាទខ្នាបានសេចក្តីថាម៉េចបានសេចក្តីថាសៀមវាទៅបង្កើតរឿងនៅប្រាសាទខ្នាក្រោយពីវាបង្កើតរឿងនៅនងច័ន្ទនងយ៉ាកែវឃើញទេឃើញស្នៀតសៀមទេឃើញស្នៀតអាសៀមនៅវាធ្វើទេថ្ងៃនេះថ្ងៃទី16ខែវិច្ឆិកានេះណាអាហ្នឹងចឹងមិនមែនវាចង់បានទេសិតតែជាចំណុចរឿងប្រាប់ហើយប៉ុន្តែកូនឯងក្មួយឯងនៅតែព្រមស្ដាប់បានប្រាប់ហើយថាគោលដៅរបស់សៀមគឺចង់បានព្រំដែនមួយដូចហ៊ុនសែនធ្វើជាមួយនឹងយួនប៉ុន្តែខ្មែរអត់គិតរឿងហ្នឹងទេកូនឯងក៏អត់គិតតែនៅតែសួរអញ្ចឹងតែចង់បានប្រាសាទជាចំណែកមួយតូចទេដែលសំខាន់ជាងគេគឺព្រំដែនទាំងមូលសៀមវាចង់បានព្រំដែនដូចដែលហ៊ុនសែនព្រមជាមួយយួនមិនប្រាសាទទេមានន័យថាកូនឯងគិតចានគិតឆ្នាំងគេចង់បានដីមួយចំនួនតាមបណ្ដោយព្រំដែន798គីឡូម៉ែត្រហ្នឹងរួមទាំងប្រាសាទបើអាចទៅបានប្រាសាទបើមិនបានប្រាសាទទេត្រូវបានអ្វីដូចយួនវាបានអញ្ចឹងណា
ស្ដាប់អត់បានទេខ្លួនឯងនៅតែស្ដាប់អត់បានខ្លួនឯងស្ដាប់ពូម្ដងទៀតណាពូនិយាយប្រាប់ណាស្ដាប់ពូឲ្យច្បាស់បណ្ដោយព្រំដែន800គីឡូម៉ែត្រហ្នឹងវាមានប្រាសាទវាមានប្រាសាទណាគាត់ណាប្រាសាទហ្នឹងថៃវាចង់បានតែវាមិនមែនចង់បានតែប្រាសាទទេវាចង់បានដីតាមបណ្ដោយព្រំដែន800គីឡូម៉ែត្រហ្នឹងឲ្យវាបានផលដូចដែលយួនវាយកពីហ៊ុនសែនហើយហ៊ុនសែនព្រមជាមួយយួនខ្ញុំនិយាយម្ដងទៀតថៃវាចង់បានប្រាសាទតែវាមិនមែនមកដណ្ដើមប្រាសាទទៅតាមកត្តាមួយទេប្រាសាទហ្នឹងគ្រាន់តែជាកន្លែងរករឿងទេអ្វីដែលវាចង់បានគឺដីបណ្ដោយ800គីឡូម៉ែត្រព្រំដែនហ្នឹងឲ្យវាសំទឹកសំកាកដូចដែលហ៊ុនសែនគាត់ព្រមជាមួយយួននិយាយម្ដងទៀតថារឿងប្រាសាទសៀមវាចង់បានក៏ប៉ុន្តែប្លង់របស់វាគឺបណ្ដោយព្រំដែន800គីឡូម៉ែត្រហ្នឹងវាចង់ឲ្យហ៊ុនសែនព្រមជាមួយវាដូចហ៊ុនសែនព្រមជាមួយនឹងយួនឥឡូវចូលដល់ចំណុចមួយទៀតតើព្រមអីព្រមតាមកំណត់ដែលវាទេតែវាចេះតែនិយាយថាមួយស្មើ50ពាន់ណាវាមួយស្មើ50ពាន់គឺវានិយាយតាមរយៈផែនទី UTM តែអាផែនទីនោះវាប្រើជាលក្ខខណ្ឌក្នុងការកំណត់បន្ទាត់ព្រំដែនជាមួយនឹងហ៊ុនសែនហើយហ៊ុនសែនមានអាផែនទី200ពាន់ហ្នឹងប៉ុន្តែមិនដឹងថាវាស្អីយើងក៏អត់ដឹងពីព្រោះហ៊ុនសែនគាត់អត់ឲ្យប្រជាជនខ្មែរដឹងសៀមវារករឿងហ៊ុនសែនឆ្លោះគ្នាគុំគួនយ៉ាងម៉េចក៏ដោយក៏វានៅតែចំណុចមួយថាបើព្រមខ្សែបន្ទាត់ព្រំដែន800គីឡូម៉ែត្រដូចដែលហ៊ុនសែនព្រមជាមួយយួនវាសុខចិត្តបញ្ចប់ហើយបើសួរទៀតសួរថាតើកន្លែងចំណុចស្អីដែលវាព្រមដូចឧទាហរណ៍ថាយើងទៅមើលអា 84% ដែលហ៊ុនសែនព្រមជាមួយយួនណាអា 84% ដែលហ៊ុនសែនព្រមជាមួយយួននៅសល់16ហ្នឹងណាគឺសៀមវាចំណាំទុកណាវាចំណាំទុកណាកូនខ្ញុំកុំរំខានខ្ញុំដេញចាញ់ណាអូខេកុំរំខានខ្ញុំសួរអីមកនិយាយមកកុំយករឿងដែលអត់បានការមករំខានខ្ញុំប្រាប់តាមត្រង់ខ្ញុំស្វាគមន៍ចង់ចែកចាយគ្នាតែកុំហាមាត់ឡើងសេរបស់អត់បានការបើយើងយកចិត្តទុកដាក់នឹងរឿងស្រុកយើងយកចិត្តដាក់ស្រុកយើងអូខេកុំងើបមកអត់បានការពាក់វ៉ាកផងនិយាយអត់បានការណាខ្ញុំស្វាគមន៍និយាយស្រុកទេស្វាគមន៍ណាខ្ញុំអត់មានវ៉ាកពាក់ទេយើងគិតសួរអីសួរមកឲ្យតែតាក់ទងរឿងស្រុកទេតាក់ទងរឿងសេដ្ឋកិច្ចសង្គមខ្ញុំឆ្លើយតែទៅលើករឿងអាចក្បីណាខ្ញុំចូលចិត្តខ្ញុំប្រាប់ផងធំអស់ហើយច្រើនគ្នាណាខ្ញុំដេញចាញ់អាផៃណានិយាយចេះមកហឺនិយាយចេះបងនេះខំនិយាយចេះនេះទេនិយាយចេះឲ្យតែមកប្រាប់ខ្ញុំគឺខ្ញុំដេញចាញ់មិនបានដេញចាញ់មានត្រូវការរឿងចឹងឥឡូវបន្តទៅទៀតណាសៀមវាចង់ឲ្យហ៊ុនសែនព្រមជាមួយវាដូចដែលហ៊ុនសែនគាត់ព្រមជាមួយយួនដែលធ្វើបាន 84% ព្រមយ៉ាងម៉េចទាល់តែដឹងរឿងហ្នឹងខ្ញុំនិយាយមិនដងហើយប៉ុន្តែបងប្អូនវាពិបាកយល់បន្តិចព្រំដែនយួនវាមានជាង 1000 គីឡូម៉ែត្រនៅក្នុង 1000 គីឡូម៉ែត្រហ្នឹងវាមានបង្គោល124ដែលបារាំងដាំពីជើងតំបន់កន្ទុយនេះព្រំដែនកម្ពុជាវៀតណាមចុះមកខាងត្បូងរហូតដល់កែបវាមាន124បង្គោលណាវាមាន124បង្គោលបារាំងវាដាំយូរហើយនៅពេលដែលយួនវាដាក់ដៃហេងចម្រិនហ៊ុនសែនធ្វើព្រំដែនយួនវាដាក់ដៃហេងចម្រិននឹងហ៊ុនសែនធ្វើព្រំដែនយល់ពាក្យដាក់ដៃទេបញ្ជាក់ច្បាស់ទៀតថាបុគ្គលពីរនាក់បុគ្គលហ៊ុនសែននិងបុគ្គលហេងចម្រិនហ្នឹងកាលនៅក្នុងសម័យហ្នឹងអត់ចេះអីទេគេដឹកយកមកឲ្យកាន់អំណាចនៅកម្ពុជាដល់ហើយវាដឹកដៃតាសែនហើយនឹងតាហេងហ្នឹងធ្វើព្រំដែនឆ្នាំតែចាប់ដើមដំបូងវាធ្វើព្រំដែន
ដែលវាមិនហៅថាព្រំដែនទេវាហៅថាការប្រកាសដែនសមុទ្រប្រវត្តិសាស្ត្រនិងការប្រកាសខ្សែបន្ទាត់មូលដ្ឋានសមុទ្រឆ្នាំ1982វាដឹកដៃហ៊ុនសែននិងហេងសំរិនធ្វើអាសមុទ្រហ្នឹងឆ្នាំ82នៅក្នុងខែកក្កដាវាដឹកដៃហ៊ុនសែនធ្វើអាតំបន់វត្តសាស្ត្រតំបន់ទឹកវត្តសាស្ត្រហ្នឹងណាកូនខ្ញុំស្ដាប់បានទេបើយកចិត្តទុកដាក់នឹងស្រុកទេសហើយចង់ចេះតើគិតរឿងហ្នឹងកុំទៅគិតរឿងផ្សេងណាសួរខ្ញុំរឿងហ្នឹងខ្ញុំឆ្លើយខ្ញុំរីករាយនឹងឆ្លើយព្រោះខ្ញុំចង់ឲ្យយល់ដឹងរឿងហ្នឹងអញ្ចឹងវាដឹកដៃហ៊ុនសែនទៅធ្វើអាតំបន់ទឹកវត្តសាស្ត្រ10000គីឡូម៉ែត្រវា9000គីឡូម៉ែត្រកាឡាប៉ុន្តែឥឡូវហ្នឹងវាស៊ីអស់ប្រហែលជា10000គីឡូម៉ែត្រតែយើងនិយាយមិនបានទេហ៊ុនសែនគាត់ថាអាណាទៅវត្តណាវាអត់មានអាណាទៅវត្តបានទេទៅវត្តតើគេធ្វើបាបទេណាតែបើមើលតាមសភាពការនៃដែនទឹកហ្នឹងគឺប្រហែល10000គីឡូម៉ែត្រក្រឡា10000គីឡូម៉ែត្រកាឡានឹងខែកក្កដាថ្ងៃទី7ឆ្នាំ82ហ្នឹងយួនវាដឹកដៃហ៊ុនសែនទៅធ្វើអាតំបន់ទឹកហ្នឹងណាអូខេចំណែកហេងសំរិនយួនវាដឹកដៃហេងសំរិនឲ្យប្រកាសបន្ទាត់មូលដ្ឋានកក្កដា82នឹងដែរថ្ងៃទី30អីចឹងឲ្យប្រកាសឲ្យចេញរដ្ឋប្រកាសបន្ទាត់មូលដ្ឋានដែលភាសាអង់គ្លេសគេហៅ baseline បន្ទាត់មូលដ្ឋាននេះហើយតែបណ្ដាលឲ្យយួនយកទឹក30000គីឡូម៉ែត្រស៊ីផុយហើយក៏បណ្ដាលឲ្យសៀមទៀមទេអា30000គីឡូម៉ែត្រកាឡានៅនឹងមុខកោះកុងហ្នឹងនៅមុខកោះកុងមកសមុទ្រណាហ្នឹងគឺអញ្ចឹងយួនវាដឹកដៃហ៊ុនសែនហេងសំរិនធ្វើអានោះដល់មកឆ្នាំ1983វាដឹកដៃហ៊ុនសែនហ្នឹងធ្វើអាលក្ខន្តិកៈព្រំដែន83វាដឹកដៃធ្វើលក្ខន្តិកៈព្រំដែន83ពេលដែលវាដឹកដៃហ៊ុនសែនធ្វើលក្ខន្តិកៈព្រំដែនគោក83គោកអាទឹកធ្វើ82ចូលដល់អា83ធ្វើព្រំដែនគោកព្រំដែនគោកនេះយួនវាឲ្យមកខាងកម្ពុជាវាឲ្យមកខាងកម្ពុជានៅផែនទី26ស្លឹកវាថានេះអានឹងត្រឹមត្រូវហើយព្រំដែនវាកើតឡើងដោយសារបារាំងវារៀបចំអញ្ចឹងក្រសួងផែនទីក្រសួងភូមិសាស្ត្រឥណ្ឌូចិនបោះពុំមកបើមើលទៅវាមាន26ផ្ទាំងដែលវានៅលើព្រំដែនកម្ពុជាវៀតណាមក៏វាឲ្យមកខាងហ៊ុនសែន26ស្លឹកឥឡូវ slash សិនថាធ្វើមិនដឹងវាមិនដែលជេមសុកដែលនៅស្រុកក្រៅនេះដឹងទេសួរជេមសុកវិញតែឯងមិនបានដឹងរឿងហ្នឹងឯងភូតទេឯងចាញ់មកបាត់ហើយឯងមិនដឹងហើយសម័យហ្នឹងអាណាដឹងអញ្ចឹងឯងនិយាយភូតទេអាជេមសុកឯងនិយាយភូតទេតែដឹងហ្នឹងគឺយួនវាទៅសេយួនវាសរសេរឯងចេះតែថាឯងចោតថ្នាក់ដឹកនាំខ្មែរឯងនឹងមនុស្សបំពល់សង្គមយួនណាទៅសេឈ្មោះវាវៀងហុងថាឈ្មោះយួនហ្នឹងឈ្មោះវាវៀងហុងថាអាយួនណាទៅសេបានដែរយួនសេរីយួនកុម្មុយនីសមែនទេវៀងហុងថាគឺជាអ្នកប្រាជ្ញខាងទឹកដីតែទីក្រុងហាណូយគេតែងតាំងឲ្យជាអ្នកច្បាប់ខាងសមុទ្រហើយក៏ដឹងរឿងខាងទឹកដីដុកទ័រវៀងហុងថាហ្នឹងគឺជាជំនាញខាងនីតិសាស្ត្រដែនទឹកដែនសមុទ្រដុកទ័រហ្នឹងគាត់ក្មេងជាងខ្ញុំគាត់នៅរស់សក់ថ្ងៃហ្នឹងគាត់ធ្វើការឲ្យនេះគាត់ជា professor ផងគាត់ជាសាស្ត្រាចារ្យបង្រៀននៅវៀតណាមផងគាត់ជាប្រធានបណ្ឌិតសភាខាងច្បាប់សមុទ្រផងគាត់ជាសមាជិកនៃអ្នកប្រាជ្ញសមុទ្រផងគាត់ក៏ជាសមាជិកនៃអ្នកប្រាជ្ញសមុទ្រក្នុងអង្គការសហជីវជាតិទៅទៀតគាត់ឈ្មោះវៀងហុងថាហើយបងប្អូនណាចេះអង់គ្លេសដាក់ Google ដាក់protocol agreements on land border of Cambodia and Vietnam 2019ទៅសេដាក់ក្នុង Google ទៅចាញ់អត្ថបទវៀងហុងថាមកហើយដែលផ្សព្វផ្សាយដោយទីភ្នាក់ងារព័ត៌មានវៀតណាមអត្ថបទវែងរបស់វៀងហុងថាណាអត្ថបទវែងរបស់វៀងហុងថាហើយបងប្អូនយកទៅមើលទៅហើយបងប្អូនអានអត្ថបទហ្នឹងឲ្យបានយ៉ាងតិចបំផុតឲ្យបាន20ដង20ចប់
ให้គិតឲ្យបាន20ចប់ណាបើសិនជាបងប្អូនអានទៅបងប្អូននឹងដឹងណាដឹងច្រើនអញ្ចឹងយួនវាឲ្យផែនទីហ្នឹងមកហ៊ុនសែន26ផ្ទាំងហើយវាថាតាមលក្ខន្តិកៈព្រំដែន1983នេះយើងយកហ្នឹងជាធំហើយក្រោយមកបានវាដាក់ឧបសម្ព័ន្ធនៅក្នុងលក្ខន្តិកៈហ្នឹងថាត្រូវប្រើផែនទី OTM វាមានឲ្យអាផែនទីបោន1លើ100ប៉ុណ្ណឹង26ចល័តក៏វាធ្វើឧបសម្ព័ន្ធឲ្យប្រើផែនទី OTM ផែនទី OTM ហ្នឹងគឺ1លើ50ប៉ុណ្ណឹងដោយអថៃវាប្រើហ្នឹងដាក់បានទេយួនវាឲ្យអាផែនទី OTM ហ្នឹងមកហេងចម្រិនហ៊ុនសែនប្រើគឺមកឲ្យមកខាងហ៊ុនសែនប្រើហ៊ុនសែនព្រមប្រើហ្នឹងណាសៀមវាទៀមទាយកអាមកផែនទី OTM របស់វាហ្នឹងមកប្រើដែលខ្មែរយើងថាផែនទីគូខ្លួនឯងណាបានសេចក្តីថាយួនវាចង់ប្រាប់ហ៊ុនសែនថាហ៊ុនសែនឯងស្អីព្រមជាមួយយួនរឿងអីមិនព្រមជាមួយថៃឡង់មានរំលោភហ៊ុនសែនឯងណាថៃឡង់អត់បានរំលោភហ៊ុនសែនឯងទេថៃឡង់ត្រូវការភាពសមរម្យមួយហ៊ុនសែនឯងប្រើផែនទី OTM របស់យួនរបស់វៀតណាម Nocilla 2019 2019 Usilla អូខេអញ្ចឹងអាការឃោសនាថាសៀមប្រើផែនទីឯកតោភាគីហ្នឹងសៀមវាអត់មាត់ទេវាមិនខ្ចីមាត់ទេតែបើសំខាន់ជាងគេបំផុតគឺវាចង់ប្រាប់វាអត់វាទៀមទាឲ្យហ៊ុនសែនថាហ៊ុនសែនឯងប្រើផែនទី OTM ជាមួយវៀតណាមក៏កើតព្រំដែនអញ្ចឹងវាអត់និយាយទេវាសៀមវាធ្វើឆ្លើយវាអត់និយាយទេប៉ុន្តែរឿងហ្នឹងវាចឹងបានជាទាហានថៃហ្នឹងវាចូលចិត្តនិយាយថាដែនដីវាស្ថិតនៅលើផែនទី1លើ50ប៉ុណ្ណឹងអាផែនទីហ្នឹង OTM ហ្នឹងណាវាជា base ផែនទី OTM គេហៅថា UTM base map អញ្ចឹងអ្វីដែលយួនវាធ្វើយួនវាទៅសេគឺដុកទ័រវៀងហងថៅហ្នឹងក៏សរសេរហើយសៀមវាដឹងច្រើនជាងខ្ញុំដឹងទៅទៀតព្រោះវាជាប្រទេសអញ្ចឹងវាដឹងអញ្ចឹងវាចង់ឲ្យប្រើដូចគ្នាវាថាវាអត់មានឆ្លៀនពៀនទេវាទៀមទាឲ្យហ៊ុនសែនធ្វើឲ្យដូចគ្នាបានជា MOU ហ្នឹងវាចាញ់ពីឆ្នាំ2000មក25ឆ្នាំវាអត់ទៅមុខអំពីវាធ្វើយឺតដើម្បីអីឲ្យវាយឺតគង់តែព្រមទេខ្ញុំគិតថាហ៊ុនសែនគង់តែព្រមទេហើយចុះបើគាត់ព្រមទៅហើយបើអ្នកណាមួយមកសួរខ្ញុំថាហ៊ុនសែនព្រមនឹងខាតតែចឹងមិនដឹងទេមិនដឹងអត់ដឹងតែបើសិនជាបានព្រំដែនមួយសពសានមានអ្នកតវ៉ាខ្ញុំសួរថាបើចេះតវ៉ាមិនតវ៉ាមកយួនទៅយួនទៅធ្វើចិត្តហើយបើមានអ្នកប្រាជ្ញណាឬខ្មែរណាទេកើតទុំសោកចិត្តជាមួយសៀមចុះមិនក៏មិនតវ៉ាជាមួយវៀតណាមបានលើកតម្កើងសម្ដេចហ៊ុនសែនជាវីរៈជនកម្ពុជាខ្លាំងជាមួយសៀមចុះមិនក៏មិនសួរហ៊ុនសែនតើហ៊ុនសែនខ្លាំងជាមួយវៀតណាមទេវាមិនដែលអាណាខ្លាំងតែមួយហៀងទេណាអញ្ចឹងខ្មែរយើងគួរណាស់មានសេចក្តីស្មោះត្រង់នឹងខ្លួនឯងតែបើបងប្អូនសួរខ្ញុំវិញថាចុះបើគេរៀបព្រំដែនហើយណារៀបហើយល្អហើយធ្វើម៉េចឲ្យបានផែនទីបានអីមកហើយចុះមិនគិតបាត់ដីទេគិតមិនបើបងប្អូនមិនអ្នកកាន់អំណាចផងហើយគិតមិនឲ្យខ្ញុំមិនអ្នកកាន់អំណាចផងខ្ញុំក៏អ្នកវត្តសាស្ត្រខ្ញុំមានគិតអីកើតខ្ញុំមានអំណាចអីអញ្ចឹងហ៊ុនសែនក្បត់ជាតិអាហ្នឹងសាច់តែបងប្អូនខ្ញុំអត់ដែលនិយាយអញ្ចឹងទេខ្ញុំអត់ដែលនិយាយអញ្ចឹងទេខ្ញុំអត់និយាយថាហ៊ុនសែនក្បត់ជាតិទេខ្ញុំអត់និយាយអញ្ចឹងថាមិនក៏មិននិយាយឲ្យខ្ញុំធ្វើម៉េចខ្ញុំមិនលូកក្នុងរឿងនយោបាយអីណាអាណាក្បត់ណាខ្ញុំអត់លូកអញ្ចឹងទេហើយចុះគិតមិនទៅបាត់ដីបាត់ហើយអត់ព្រមជាមួយអាសៀមចោលបើព្រមវាអត់ព្រមដែរណា
កង Donald Trump គេវាបានត្រឹមឆ្នាំ30អស់ហើយតែហូបពី30វាក៏នៅតែរករឿងណាអូខេហើយចុះឲ្យខ្ញុំមានយោបល់យ៉ាងម៉េចបើគេដោះស្រាយព្រំដែនកម្ពុជាឡាវថៃបានរួចតែរួចអស់ហើយឲ្យតែរួចមានផែនទីមានអីត្រឹមត្រូវគាត់តែរឿងមិនអហ្នឹងគឺចេះតែខ្មែរមិនដែលឲ្យគឺថាលោកហ៊ុនសែនក៏មិនដែលឲ្យណាដឹងចាំមិនហ្នឹងណាខ្ញុំក៏អ្នកសិក្សាវត្តសាស្ត្រខ្ញុំតាមដានរឿងព្រំដែនអញ្ចឹងត្រឡប់ទៅចិន្តាគុណវិញសៀមវាចង់បានព្រំដែនដូចលោកហ៊ុនសែនព្រមជាមួយយួនអញ្ចឹងហើយវាប្រាប់ហ៊ុនសែនថាវាអត់មានឆ្លៀនពៀនទេណាវាចង់ឲ្យហ៊ុនសែននិយាយមួយវាលើអាផែនទី150ប៉ុនហើយហ៊ុនសែនថាផែនទីនេះឯកតោភាគីប្រើ1 លើ 200 ប៉ុន1 លើ 200 ប៉ុននៅណាអូធ្លាប់ឈ្នះក្តីនៅភាសាព្រះវិហារប្រឹងទៅមុំបីតាកបីតាមន់តូចតាមន់ធំបកកើតករណីប្រឹងទៅខ្ញុំគ្រប់គ្រងឲ្យប្រឹងទៅខ្ញុំគ្រប់គ្រងឲ្យប្រឹងទៅបើសិនជាហ៊ុនសែនគាត់មិនព្រមជាមួយសៀមទេគាត់ប្រឹងទៅខ្ញុំអត់មានថាអីទេអត់ប្រឹងទៅតែរឿងចាញ់មិនចាញ់ខ្ញុំមិនដឹងទេណាព្រោះខ្ញុំតាមដានតែអញ្ចឹងខ្ញុំអត់មានចោតប្រកាន់អូយហ៊ុនសែនខុសចេះខុសចុះខ្ញុំអត់ដឹងខ្ញុំអត់និយាយរឿងខុសអីខ្ញុំមិនឲ្យខុសទេខ្ញុំបកស្រាយប៉ុណ្ណឹងណាអ្នកដែលស្ដាប់ខ្ញុំមិនទាន់ទេចេះមកនិយាយអីបើអ្នកដែលស្ដាប់ខ្ញុំមិនទាន់ហ្នឹងមកពីអីមកពីអត់សិក្សារឿងព្រំដែនហ្នឹងហើយបើសិនជាគណៈកម្មការព្រំដែនដោយឡាំជេអីក៏ថាលោកសុកសកលហ្នឹងនិយាយខុសប្រាប់ខ្ញុំមកចូលហ៊ុនសែនថាខ្ញុំនិយាយខុសប្រាប់ខ្ញុំមកខ្ញុំសុំឲ្យលោកហ៊ុនសែនបង្ហាញរឿងព្រំដែនហ្នឹងហើយបង្ហាញយ៉ាងម៉េចបង្ហាញទាំងអស់ធ្វើម៉េចមួយយួនខ្លះមិនមែនហ៊ុនសែននិយាយតាមមីក្រូហ្វូនរាប់ម៉ោងហ្នឹងទេបង្ហាញกระดาษណាឥឡូវ84%ហ្នឹងហើយសុំមើលផែនទីហ្នឹងผมមានសំណួរតែរឿងចោតប្រកាន់ហ៊ុនសែនអីអត់ទេអត់ចោតគាត់ទេអត់មានចោតទេចុះសរសើរគាត់សរសើរបើគាត់ឲ្យមើលសរសើរគាត់ហើយចុះមកវាមានការបាត់បង់ដីបាត់ទៅឲ្យតែបង្កើតព្រំដែនត្រឹមត្រូវធ្វើម៉េចឲ្យតែបានព្រំដែនត្រឹមត្រូវហើយខ្មែរមានផែនទីមិនមែនផែនទីហ្នឹងលាក់ខ្មែរអត់ដែលឃើញផែនទីផងឧទាហរណ៍84% ដែលហើយហ្នឹងអូហើយឃើញតែបកគោស៊ីម៉ង់ហ្នឹងណាឃើញតែបកគោស៊ីម៉ង់ហ្នឹងឃើញតែហ្នឹងប៉ុន្តែឲ្យមើលឃើញផែនទីវាមិនឃើញទី1បើថាផែនទីហ្នឹងផែនទីថ្នាក់ជាតិអូខេទទួលស្គាល់ប៉ុន្តែយ៉ាងហោចណាផែនទីរដ្ឋបាលចេញឲ្យច្បាស់មកពីខេត្តរតនគិរីមករហូតចុះមកដល់កែបហ្នឹងបកគោលេខម៉ាននៅលើផែនទីរដ្ឋបាលមកបង្គោលមេបង្គោលរងអីអត់ម៉ានឲ្យឃើញសុំតែប៉ុណ្្នឹងឯងណាបើមិនឲ្យឃើញអាផែនទី1លើ125,000ហើយអនុញ្ញាតឲ្យសួរផងព្រោះមានសំណួរណាមិនមែនសួរដេញដោលដើម្បីចោតប្រកាន់នេះគឺសួរដើម្បីព័ត៌មាននេះខ្ញុំត្រូវការតែព័ត៌មាននេះអត់មានត្រូវការចោតប្រកាន់លោកហ៊ុនសែននេះអញ្ចឹងអូខេកូនខ្ញុំ account ចោល account ហ្នឹង account ចោលហើយ account ចោលហ្នឹងដាក់ title មូលបង្កាច់វីដេអូខ្ញុំ account ទាំងអស់នោះជា account ចោលហើយ title របស់វីដេអូគឺមូលបង្កាច់
ខ្ញុំអត់ដែលបានតែជេរហ៊ុនសែនទេខ្ញុំអត់ដែលបាននិយាយថាហ៊ុនសែននឹងចេះហ៊ុនសែនចុះទេស្អីដែលខ្ញុំនិយាយគឺពាក្យនៅក្នុងហ្នឹង account ហ្នឹងត្រូវការអ្នកមើលដាក់ title account ហ្នឹងជា account ចោលតែនៅក្នុង social media ត្រូវការពេលវេលាច្រើនណាស់ដើម្បីប្តឹង YouTube account ចឹងក៏ខ្ញុំមានពេលណាខ្ញុំឈឺផងចោលទេបើកូនខ្ញុំឯងមើលវីដេអូហ្នឹងហើយមើល title ដឹងថាអានោះចោលសុទ្ធមកពីអី the title វាអត់ reflect video content ហ្នឹងទេពួកខ្ញុំអត់បាននិយាយដូច title ហ្នឹងទេដល់បានទេអាហ្នឹងអញ្ចឹងអូខេកូនខ្ញុំនឹងបញ្ជាក់នៅ YouTube មានតែ account នេះមួយនេះគឺ account ខ្ញុំ account នេះហើយ account ខ្ញុំហ្នឹងវីដេអូវែង1ម៉ោងណាអូខេអញ្ចឹងខ្ញុំវិលត្រឡប់មកជួបប្រិមិត្ត3នាទីទៀតនឹងអធិប្បាយស្រាយបំភ្លឺតទៅទៀតជំរាបលា